បាទខ្ញុំបាទសវត្តដំសូមជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទបងប្អូនអរគ្នានៅខាងក្រោយខ្ញុំនេះគឺជាគំនូរសន្តិភាពក៏ដូចជា Art of Peace ដែលបងសិល្បករគាត់បានគូរគំនូរនេះឡើងដើម្បីធ្វើការបង្ហាញពីភាពឈឺចាប់ក៏ដូចជាដើម្បីកត់ត្រាទុកនៃភាពយងខ្នងក៏ដូចជាការរំលោភបំពានពីសំណាក់យោធាសៀមមកកាន់ប្រទេសកម្ពុជារបស់យើងហើយនៅខាងក្រោយខ្នងនេះគឺជាគំនូរមួយដ៏មានអត្ថន័យនិងពោពេញទៅដោយភាពឈឺចាប់ខ្លាំងមែនទែនបងប្អូនបាទហើយខាងក្រោយនេះគឺជាវរៈកងទ័ពរបស់យើងដែលបានពលីនិងយកសាច់ស្រស់ឈាមស្រស់ទៅពលីដើម្បីជាតិមាតុភូមិរបស់យើងគឺគាត់បានពលីហើយនៅក្នុងគំនូរនេះគឺផ្សារភ្ជាប់ជាមួយនឹងភាពឈឺចាប់ជាច្រើនបាទនេះបងប្អូនមើលខាងលើបាទគឺជា S16 នោះបាទរូបភាពខាងលើគឺជា S16 ដែលបានទម្លាក់គ្រាប់បាទទម្លាក់គ្រាប់មិនថាទីវត្តអារាមផ្ទះសម្បែងប្រជាពលរដ្ឋបាទហើយរូបនេះគឺជាបន្លាលួសដែលយោធាសៀមបានដាក់បន្លាលួសរាំងយកនៅផ្ទះប្រជាពលរដ្ឋក៏ដូចជាឈ្លានពានមកទឹកដីខ្មែរយើងបាទហើយឃើញថាបាទពោពេញទៅដោយភាពឈឺចាប់និងសោកសង្រេងដែលយោធាសៀមរំលោភបំពានមកលើប្រជាពលរដ្ឋខ្មែរមកលើវីរៈកងទ័ពខ្មែរក៏ដូចជាមកលើមាតុភូមិខ្មែរហើយខាងលើបងប្អូនឃើញហើយក៏មានរូបដំរីមានរូបសត្វជាច្រើនបាទដែលបានរត់គេចពីព្រៃហើយនឹងរងរបួសក៏មានដូចជាសត្វដំរីក៏ទទួលនៅមរណភាពដែរក៏ដូចជាគាត់បានលាចាកលោកដែរគឺជាសត្វដែលកម្រនិងទទួលនឹងការគោរពបូជាដែរបាទហើយយើងគឺមិនថាសត្វមិនថាមនុស្សទេខ្មែរយើងតែងតែគោរពស្រឡាញ់ក៏ដូចជាចាត់ទុកដូចជាក្រុមគ្រួសាររបស់យើងចឹងហើយឃើញថានៅចំណុចនេះសិល្បករគាត់ចង់បង្ហាញអំពីប្រាសាទតាក្របីបាទប្រាសាទតាក្របីយើងហ្នឹងដែលយន្តហោះចម្បាំង S16 របស់សៀមហ្នឹងបានទម្លាក់គ្រាប់បែកបាទមកលើប្រាសាទតាក្របីដែលធ្វើឲ្យរងខូចខាតយ៉ាងដំណំបាទយ៉ាងដំណំហើយកន្លែងនេះគឺជារូបភាពរបស់ប្រជាពលរដ្ឋខ្មែររបស់យើងក៏ដូចជាជនជាតិខ្មែរយើងដែលរងទុក្ខរងវេទនាដោយសារតែការរំលោភបំពានការទម្លាក់គ្រាប់របស់យោធាសៀមហើយចំណុចនេះសិល្បករក៏ចង់បង្ហាញអំពីសិស្សសាលាដែលគាត់កំពុងតែសិក្សាបាទគាត់អត់ដឹងអីទេគឺជាកុមារភាពបាទគាត់កំពុងតែសិក្សាប៉ុន្តែយោធាសៀមបានទម្លាក់គ្រាប់បែកដើម្បីទម្លាក់គ្រាប់បែកមកលើជនស៊ីវិលដែលគាត់ជាកុមារទាំងគាត់អត់ដឹងថាអ្វីជាសង្គ្រាមនឹងផងបាទហើយគាត់រត់គេចចេញពីសាលាដើម្បីទៅរកទីទួលសុវត្ថិភាពហើយក៏មានការឆ្លុះបញ្ចាំងអំពីការទម្លាក់គ្រាប់បែកទៅលើស្ពានរបស់កម្ពុជារបស់យើងឬក៏ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបាទហើយចំណុចត្រង់នេះគឺជាប្រាសាទព្រះវិហារបាទគឺយោធាសៀមបានបំផ្លាញទៅលើប្រាសាទព្រះវិហារខ្មែររបស់យើងបាទរងខូចខាតយ៉ាងដំណំហើយកូនស្រីនេះដូចបងប្អូនបានឃើញហើយគាត់ក៏ជាក្មេងស្រីម្នាក់ដែលពូកែដែលឆ្លាតនិងពោពេញទៅដោយទឹកចិត្តនិងដូចជាមនុស្សដែលមានចំណេះដឹងដូចមនុស្សធំអញ្ចឹងបាទកូនស្រីនេះគឺគាត់បានកំពុងតែសិក្សាហើយឪពុកគាត់ក៏ជាទាហានដែរបាទដែលកំពុងតែតស៊ូនៅជួរមុខជាមួយនឹងបងទាហានផ្សេងទៀតបាទហើយទៅលើចំណុចនេះគឺជាចំណុចមួយដែលពោពេញទៅដោយទឹកចិត្តនិងភាពសាមគ្គីភាពគ្នាបាទកន្លែងនេះបងប្អូនឃើញហើយថាវរៈកងទ័ពរបស់យើងគាត់កំពុងតែមានរបួសបាទប៉ុន្តែបងជាវរៈកងទ័ពខាងពេទ្យទាហានគាត់បានជួយសង្គ្រោះបាទហើយទាហាននិងទាហានដូចគ្នាគាត់បានជួយសង្គ្រោះគ្នាគឺមិនទុកចោលគ្នាទេទោះបីជាគ្រាប់កំពុងតែផ្ទុះទោះបីជាសង្គ្រាមកំពុងតែមានប៉ុន្តែអត់ទុកចោលគ្នាទេគឺធ្វើយ៉ាងណាជួយសង្គ្រោះគ្នាឲ្យរួចផុតបាទពីការបាញ់ប្រហារពីយោធាសៀមបាទហើយមកដល់ចំណុចនេះបងប្អូនឃើញហើយបាទខាងលើឃើញថាជាជំរំភាសឹកនៃប្រជាពលរដ្ឋខ្មែរដែលគាត់បានចាក់ចេញពីផ្ទះស្រុកកំណើតនិងមករស់នៅក្នុងជំរំភាសឹកបាទដោយអ្នកខ្លះមានជិះកង់មានអ្នកខ្លះក៏មានដើរហើយសំបីតែភិក្ខុសង្ឃដែលគាត់គង់នៅទីវត្តអារាមក៏ធ្វើការជំលះព្រះអង្គដើម្បីធ្វើដំណើរតាមគោយន្តនេះបាទដើម្បីមករកទីទួលសុវត្ថិភាពហើយក៏ផ្សារភ្ជាប់ជាមួយនឹងសត្វចិញ្ចឹមមានឆ្កែមានឆ្មាមកជាមួយផងដូចខ្ញុំបានជម្រាបបងប្អូននឹងថាកម្ពុជាយើងទឹកចិត្តល្អណាស់
សំបីតែសัตว์ដែលកំពុងតែរស់នៅជាមួយគ្នាក៏យើងចាត់ទុកថាជាក្រុមគ្រួសារជាមួយដែរបាទហើយមានឃើញថាភិក្ខុសង្ឃគាត់បើកយានជំនិះដោយខ្លួនឯងដើម្បីធ្វើការរត់ភៀសខ្លួនរត់ភៀសសឹកដើម្បីរកទីទួលសុវត្ថិភាពហើយកន្លែងនេះគឺចង់បង្ហាញអំពីឋានៈដឹកនាំរបស់យើងដែលគាត់បានខិតខំប្រឹងប្រែងបាទធ្វើយ៉ាងណាដើម្បីបញ្ចប់នៅសង្គ្រាមធ្វើយ៉ាងណាដើម្បីឲ្យមានសន្តិភាពត្រឡប់មកវិញនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមកកាន់ប្រទេសកម្ពុជាដើម្បីឲ្យកម្ពុជាទទួលបាននៅសន្តិភាពហើយចំណុចនេះផងដែរក៏យើងបង្ហាញបាទសិល្បករគាត់បានបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះថ្នាក់ដឹកនាំទៅកាន់ជនភៀសសឹកដោយមានការផ្ដល់ជាអំណោយផ្ដល់ជាស្បៀងផ្ដល់ជាអាហារទៅកាន់ជនភៀសសឹកដែលបានរត់គេចខ្លួនពីកន្លែងសង្គ្រាមមកកាន់ទីទួលសុវត្ថិភាពបាទគឺទាំងអស់នេះផ្សារភ្ជាប់ជាមួយនឹងរូបភាពពិតសម្លេងពិតនិងភាពឈឺចាប់ពិតរបស់កម្ពុជាដែលបានរងនៅផលប៉ះពាល់នឹងការរំលោភបំពានពីយោធាសៀមបាទបងប្អូនបាទពេលដែលយើងមកហើយទើបយើងបានដឹងថារូបភាពទាំងអស់នេះសិល្បករគឺបានបង្ហាញចេញពីទឹកចិត្តបង្ហាញពីអារម្មណ៍ដែលឈឺចាប់និងផ្សារភ្ជាប់ជាមួយនឹងការស្រឡាញ់ទៅលើប្រទេសជាតិបានធ្វើជារូបមួយផ្ទាំងនេះឡើងដែលពោពេញទៅដោយអត្ថន័យរយលានអត្ថន័យតែម្ដងបងប្អូនបាទហើយនេះគឺជាវីរៈកងទ័ពរបស់យើងដែលគាត់បានពលីហើយបាទពលីហើយបងប្អូនបានឃើញនៅកន្លែងនេះបាទបងប្អូនបានឃើញកន្លែងនេះគឺបងជាវីរៈកងទ័ពគាត់បានផ្ញើខ្សែកទុកឲ្យប្រពន្ធគាត់ហើយក៏គាត់បានផ្ដាំទៅបងទាហានដែលជាទាហានដូចគ្នាថាជួយទុកខ្សែកឲ្យប្រពន្ធគាត់ផងបាទទុកខ្សែកឲ្យប្រពន្ធគាត់ផងហើយគាត់បានពលីឲ្យបងប្អូនបាទខ្ញុំនិយាយហើយខ្ញុំមានអារម្មណ៍ថាខ្ញុំរំជួលចិត្តតែទៅលើកន្លែងហ្នឹងដោយសារយើងគិតទៅលើរូបភាពហើយនឹងវីដេអូដែលគាត់បានថតនោះមកគឺពោពេញទៅដោយភាពឈឺចាប់បាទហើយយើងជាប្រជាពលរដ្ឋខ្មែរពេលយើងឃើញពិតជាឈឺចាប់ណាស់បងប្អូនបាទហើយក៏សូមបួងសួងទៅវិញ្ញាណក្ខន្ធវីរៈជនទាំងអស់ក៏ដូចជាបួងសួងទៅកាន់បងជាវីរៈកងទ័ពទាំងអស់បាទអ្នកដែលពលីគឺសូមទៅកាន់សុគតិភពនិងអ្នកដែលកំពុងតែតស៊ូនៅជួរមុខសូមឲ្យគាត់មានសុខសុវត្ថិភាពនិងសូមឲ្យប្រទេសជាតិរបស់យើងរួចផុតពីសង្គ្រាមបាទនៅបងប្អូនគឺខ្ញុំមានប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូននេះគ្រាន់តែជាអ្វីដែលខ្ញុំបានមើលឃើញនិងជាអ្វីដែលខ្ញុំបានឃើញពីទស្សនវិជ្ជានៃប្រទេសជាតិយើងជាក់ស្ដែងតែម្ដងបងប្អូនបាទហើយបងប្អូនខ្ញុំបាទសវណ្ណដំសូមអរគុណនិងសូមជម្រាបលាបងប្អូនតែប៉ុណ្្នឹងបាទអរគុណច្រើន